ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកអំពីរបៀប zoom បាទពង្រីកនិងរួមណាអញ្ចឹងនៅក្នុងការ zoom គឺយើងមាន4របៀបទី1គឺយើង zoom all ទី2យើង zoom extend ទី3យើង zoom object និងទី4គឺយើង pan ណាទាញរូបចុះឡើងបាទអញ្ចឹងយើងមើលចំណុចទី1ណាអញ្ចឹងយើងដើម្បី zoom យើងវាយ Z enter A enter បាទនេះគឺ zoom all ណាទី2គឺយើងវាយ command Z enter E enter បាទអានេះគឺ zoom extend បាទទី3គឺយើង zoom object បាទអញ្ចឹងយើងវាយ Z enter O enter ហើយយើង select object ណាមួយណាឧទាហរណ៍ខ្ញុំចង់ zoom រង្វង់នេះអញ្ចឹងខ្ញុំ select object រង្វង់នេះហើយខ្ញុំ enter បាទអញ្ចឹងវា zoom តែរង្វង់ឲ្យយើងឯណាបាទទី4គឺយើង pan ណាគឺយើងទាញរូបចុះឡើងបាទអញ្ចឹងយើងវាយ command P enter បាទអញ្ចឹងវាចេញបាសដៃមកហើយណាអញ្ចឹងយើងអាចយកចុច mouse ឆ្វេងឲ្យជាប់ហើយអូសវាទៅឆ្វេងទៅស្ដាំទៅលើទៅក្រោមតាមដែលយើងចង់បានណាហើយមួយទៀតយើងអាច zoom តូចធំដោយប្រើ scroll bar របស់យើងណាដែលមាននៅលើចំកណ្ដាល mouse របស់យើងណា scroll បាទយើងអាចពង្រីករួមដោយប្រើ scroll នឹងបានណាបាទឬក៏មួយទៀត pen យើងមិនចាំបាច់វាយ command P enter ក៏បានយើងអាចសង្កត់scroll bar ដែលនៅលើ mouse របស់យើងនៅជាប់យើងសង្កត់ scroll នឹងជាប់មកឲ្យចេញបាតដៃហើយយើងអូសវាចុះឡើងបានដូចគ្នាណាបាទ